ចម្រៀងនៃការជំនុំជម្រះនិងសរសើរដំកើងកាន់គម្ពីរអេសាយជំពូកទី9ខទី8ដល់ជំពូកទី10ខទី4ព្រះអម្ចាស់ទ្រង់បានផ្ញើព្រះបន្ទូលមកក្នុងពួកយ៉ាកុបហើយព្រះបន្ទូលនោះបានធ្លាក់មកត្រូវជនជាតិអ៊ីស្រាអែលបណ្ដាជនទាំងអស់គ្នានឹងដឹងដែរទោះទាំងពួកអេប្រាអឹមនិងពួកអ្នកនៅស្រុកសាម៉ារីផងជាពួកអ្នកដែលនិយាយដោយសេចក្តីអំនួតនិងចិត្តធំរបស់គេថាជញ្ជាំងឥដ្ឋបានរលំហើយតែយើងនឹងសង់ឡើងដោយថ្មដាប់វិញដើមឧទុមពោបានត្រូវកាប់អស់ទៅហើយតែយើងនឹងយកដើមតាត្រូវមកជំនួសវិញដូច្នេះព្រះយេហូវ៉ាទ្រង់នឹងតាំងពួកខ្មាំងសត្រូវរបស់រេស៊ីនឲ្យទាស់នឹងគេហើយនឹងញុះញង់ពួកសត្រូវរបស់គេដែរគឺពួកសាសសេរីនៅខាងមុខហើយពួកសាសផាឡេស្ទីននៅខាងក្រោយពួកទាំងនោះនឹងហាមមាត់ត្របាក់លេបសាសអ៊ីស្រាអែលទៅប៉ុន្តែទោះបើធ្វើទោសជាច្រើនដល់ម្លេះក៏ដោយគង់តែសេចក្តីខ្ញាល់របស់ទ្រង់មិនទាន់បែកចេញនៅឡើយគឺព្រះហស្ថទ្រង់នៅតែលូកមកទៀតរីឯបណ្ដាជនទាំងឡាយគេមិនបានវិលមកឯព្រះដែលទ្រង់បានវាយផ្ចាល់គេក៏មិនស្វែងរកព្រះយេហូវ៉ានៃពួកពលបរិវារឡើយហេតុនោះបានជាព្រះយេហូវ៉ាទ្រង់នឹងកាត់ទាំងក្បាលនិងកន្ទុយទាំងមែកហើយនឹងធាងរបស់សាសអ៊ីស្រាអែលចេញក្នុងថ្ងៃតែមួយឯក្បាលគឺជាពួកអ្នកចាស់ទុំនិងពួកមានកិត្តិយសហើយកន្ទុយគឺជាពួកហោរាដែលបង្រៀនសេចក្តីភូតភរបាត់ពួកអ្នកដែលដឹកនាំសាសនេះគេនាំឲ្យវង្វេងទេហើយពួកអ្នកដែលគេនាំមុខនោះក៏ត្រូវបំផ្លាញទៅដូច្នេះព្រះអម្ចាស់ទ្រង់នឹងមិនរីករាយចំពោះពួកកំឡោះគេឡើយក៏មិនអាសូរករុណាចំពោះពួកកំព្រានិងពួកស្រីមេម៉ាយរបស់គេដែរពីព្រោះគ្រប់គ្នាជាអ្នកថ្មិលល្មើសហើយជាអ្នកប្រព្រឹត្តលាមកអាក្រក់គ្រប់ទាំងមាត់ក៏បញ្ចេញសុទ្ធតែសេចក្តីចំគួតប៉ុន្តែទោះបានធ្វើទោសជាច្រើនម្លេះក៏ដោយគង់តែសេចក្តីខ្ញាល់របស់ទ្រង់មិនទាន់បែកចេញនៅឡើយគឺព្រះហស្ថទ្រង់នៅតែលូកមកទៀតត្បិតអំពើអាក្រក់ឆេះដូចជាភ្លើងក៏ឆេះបន្សោះទាំងអញ្ចាញនិងគុំបន្លាអស់រលីងទៅភ្លើងនោះក៏កាត់ឡើងក្នុងទីស្តុកនៅព្រៃហើយឆេះរាឡើងហុចផ្សែងទ្រលោមដោយសេចក្តីក្រោធរបស់ព្រះយេហូវ៉ានៃពួកពលបរិវារនោះស្រុកត្រូវឆេះរលីងទៅហើយបណ្ដាជនក៏ដូចជាចំណីភ្លើងគ្មានអ្នកណាប្រណីដល់បងប្អូនខ្លួនទេម្នាក់នឹងកញ្ឆក់យកពីខាងស្ដាំប៉ុន្តែនឹងនៅតែឃ្លានទៀតហើយម្នាក់ខាងឆ្វេងនឹងស៊ីទៅឥតបានឆ្អែតឡើយគេនឹងស៊ីសាច់ដើមដៃខ្លួនគ្រប់គ្នាគឺម៉ាណាសេនឹងស៊ីសាច់អេប្រាអឹមហើយអេប្រាអឹមនឹងស៊ីសាច់ម៉ាណាសេហើយទាំងពីរពួកនោះនឹងទាស់ទទឹងនឹងពួកយូដាប៉ុន្តែទោះបាធ្វើទោសជាច្រើនដល់ម្លេះក៏ដោយគង់តែសេចក្តីខ្ញាល់របស់ទ្រង់មិនទាន់បែកចេញនៅឡើយគឺព្រះហស្ថទ្រង់នៅតែលូកមកទៀតវេទនាដល់ពួកអ្នកដែលចេញបញ្ញត្តិទុច្ចរិតនិងពួកអ្នកដែលតែងច្បាប់វិវេដើម្បីនឹងបង្វែរពួកកំសត់ទុរគតចេញពីសេចក្តីយុត្តិធម៌ហើយដកយកអំណាចច្បាប់ចេញពីមនុស្សតក្រក្នុងពួករាជរបស់អញឲ្យតែបានពួកស្រីមេម៉ាយទុកជារបបហើយធ្វើឲ្យពួកកំព្រាបានជារំពាដល់ខ្លួនតើឯងរាល់គ្នានឹងធ្វើដូចម្ដេចក្នុងថ្ងៃពិនិត្យពិច័យហើយក្នុងការបំផ្លាញដែលនឹងមកពីទីឆ្ងាយតើឯងរាល់គ្នានឹងរត់ទៅពឹងដល់អ្នកណា
តានឹងផ្ញើសាក់យួររបស់ឯងទុកនៅឯណានៅគ្រានោះឯងនឹងបានតែកន្លែងអោនចុះនៅកណ្ដាស់ពួកឆ្លើយប៉ុណ្ណោះហើយនឹងត្រូវដួលនៅក្រោមខ្មោចនៃពួកអ្នកដែលត្រូវគេសម្លាប់ទោះបើធ្វើទោសជាច្រើនដល់ម្លេះក៏ដោយគង់តែសេចក្តីខ្ញាល់របស់ទ្រង់មិនទាន់បែកចេញនៅឡើយគឺព្រះហស្ថទ្រង់នៅតែលូកមកទៀតចូលគិតនិងស្វែងយល់ព្រះបន្ទូលថ្ងៃនេះគឺជាកំណាព្យនៃការសរសើរដំកើងដែលបានចែកជា4វគ្គដោយបន្តថាទោះបើធ្វើទោសជាច្រើនដល់ម្លេះក៏ដោយគង់តែសេចក្តីខ្ញាល់របស់ទ្រង់មិនទាន់បែកចេញនៅឡើយគឺព្រះហស្ថទ្រង់នៅតែលូកមកទៀតវគ្គទាំង4នេះថ្លែងពីគ្រោះមហន្តរាយជាតិដែលអ៊ីស្រាអែលបានរងទុក្ខដោយព្រោះតែសេចក្តីអំនួតរបស់គេខទី8ដល់ទី12ដែលការដួលចុះនៃនយោបាយបានបណ្ដាលមកពីអំពើបាបរបស់ពួកអ្នកដឹកនាំខទី13ដល់ទី17ភាពវឹកវរនៃសង្គមដែលបានកើតមកពីសេចក្តីសំអប់ខទី18ដល់ទី21ហើយសេចក្តីអាក្រក់ផ្នែកសិលធម៌បានបណ្ដាលមកពីអំពើទុច្ចរិតជំពូកទី10ខទី1ដល់ទី4ព្រះប្រកាសជានឹងដាក់ទោសសង្គមដែលទុច្ចរិតរបស់យូដេដែលអ្នកទន់ខ្សោយត្រូវគេសង្កត់សង្កិននិងជិះជាន់តើព្រះជានរណាដែលផ្អែកលើខទី8ព្រះជាអ្នកអនុវត្តការជំនុំជម្រះរាជអ៊ីស្រាអែលត្រូវតែកោតខ្លាចព្រះមិនមែនជាតិសាសន៍ដែលនៅជុំវិញនោះទេយើងក៏ត្រូវយកចិត្តទុកដាក់ផងដែរចំពោះទំនាក់ទំនងរបស់យើងជាមួយព្រះជាមុននិងសំខាន់បំផុតតើព្រះកំពុងបង្រៀនអ្វីដល់ខ្ញុំដែលផ្អែកលើជំពូកទី9ខទី8ដល់ជំពូកទី10ខទី4ទោះបីជាមានការជំនុំជម្រះក៏ដោយក៏អ៊ីស្រាអែលមិនបានប្រែចិត្តដែរប៉ុន្តែពួកគេបានធ្វើបាបនិងជាប់ជំនុំជម្រះកាន់តែខ្លាំងឡើងអំពើបាបដដែលរបស់យើងអាចជាលទ្ធផលក្នុងការជំនុំជម្រះដោយព្រះដដែលដែរចូលយើងកុំនៅស្ទាក់ស្ទើរដើម្បីកាត់ផ្តាច់ការវិលចុះឡើងនៃអំពើបាបតាមរយៈការប្រែចិត្តដ៏ច្បាស់លាស់ឡើយសូមអានកាន់គម្ពីរសាស្តាជំពូកទី4ដល់ជំពូកទី6សេចក្តីអធិដ្ឋានអោព្រះអង្គអើយសូមជួយយើងខ្ញុំឲ្យបោះបង់ចោលគ្រប់ទាំងការអាក្រក់ដែលមិនគួរព្រះហឫទ័យទ្រង់